សួស្តីអស់គ្នាថ្ងៃនេះមកចូលជាមួយនឹងខ្ញុំបាទ BL ជាមួយនឹង Page Mr. បាយម្ដងទៀតហើយបាទហើយថ្ងៃនេះខ្ញុំមកសង្ខេបរឿងថ្មីមួយដែលមានចំណងជើងថា18 again រឿងនេះពិតជាល្អមើលខ្លាំងមែនទេប៉ុន្តែឯងមិនចង់បញ្ជាក់ថា main version រឿងវែងទេហើយ main version រឿងក្មេងទេនេះគឺជា version មួយទៀតដែលមកភាគចប់អញ្ចឹងណាគឺយើងគឺល្អមើលខ្លាំងមែនតើដោយទៅយើងបានយន់5ស្លឹកនៅពេលដែលគាត់ចាក់ពីលើជ្រោះទៅគាត់ប្រើយន់ដើម្បីត្រឡប់ទៅអតីតកាលរបស់គាត់តែម្ដងយើងចាំមើលថារឿងនោះវាល្អមើលយ៉ាងណាហើយទៅយើងក៏ទៅអតីតកាលកន្លែងណាខ្លះយើងចាំមើលទាំងអស់គ្នាណាហើយកុំឲ្យខាតពេលយល់តើយើងកុំភ្លេចជួយទិញទឹកអប់ឲ្យមានម្នាក់មួយផងណាគ្នាយើងកុំភ្លេចបងប្អូនទាំងអស់គ្នាក៏តន់អាចទៅណាបើសិនជាចង់បានទឹកអប់ដែលមានក្លិនល្អគុណភាពល្អហើយតម្លៃមហាធូរថ្លៃគឺមកហាងរបស់ខ្ញុំភ័យរបស់ខ្ញុំហ្នឹងគឺត្រូវហើយទឹកអប់ Blue Channel Coco Versace Miss Dior Gucci អីហ្នឹងគឺថាហាងរបស់ខ្ញុំលក់ដាច់ខ្លាំងមែនតើនៅក្នុងមួយរយៈចុងក្រោយនេះគឺថាដាក់អស់រហូតតែម្ដងភ្ញៀវគាត់ពេញចាត់ទិញមួយហើយទិញថែមមួយទៀតពីរទៀតដើម្បីឲ្យបងប្អូនរបស់គាត់អញ្ចឹងគឺថាលក់ដាច់ខ្លាំងមែនតើបងប្អូនយើងទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំមានប្រម៉ូសិនទឹកអប់3ដបនៅក្នុងដៃរបស់ខ្ញុំនេះបងប្អូនយើងអាចរើសក្លិនបានតាមចិត្តបងប្អូនទាំងអស់គ្នាតែម្ដង3ដបនេះគឺត្រឹមតែ$20ហើយ free សេវាដែរទូទាំងខេត្តក្រុងឲ្យបងប្អូនទាំងអស់គ្នាថែមទៀតជាធម្មតាខ្ញុំលក់មួយដប$10 3ដបគឺ30ប៉ុន្តែខ្ញុំប្រម៉ូសិន 30% គឺនៅសល់តែ$20ទេ3ដបហ្នឹងហើយបើសិនជាបងប្អូនចង់ទិញមួយដប2ដបក៏បានដែរខ្ញុំ discount ឲ្យ20%ថែមគឺលក់ឲ្យជូនតែមួយដប$8ទេបងប្អូនអាចរើសក្លិនតាមចិត្តតែម្ដងខ្ញុំធានាថាក៏អូបយកទៅពេញចិត្តជាប់បាន12ទៅ15ម៉ោងធានាថាពេញចិត្តតែម្ដងបងប្អូនទាំងអស់គ្នាកុំភ្លេចបើសិនជាមានចំណាប់អារម្មណ៍កុំភ្លេចឆាតចូលភ័យណាអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនតើដល់តែយើងសាកបានដឹងថារបស់នឹងល្អមិនល្អមែនទេអញ្ចឹងឲ្យបងប្អូនសាកមើលធានាថាល្អពេញចាលក់ធូរចែកជូនបងប្អូនទាំងអស់គ្នាយកទៅប្រើទាំងអស់គ្នាទេផ្ដើមសេវនេះជាមួយតួឯករបស់យើងគាត់មានអាយុ40ឆ្នាំជាងហើយគោលបំណងរបស់គាត់ក្តីសម័យរបស់គាត់ក៏ចង់ធ្វើជាតារាសម្ដែងដែលគឺជាតួឯកចឹងល្បីជាងគេចឹងណាប៉ុន្តែអាការសម័យរបស់គាត់បានត្រឹមតែស្រមៃទេគ្នាដោយសារតែមុខគាត់មិនសូវស្អាតមានស្នាក់សានតែមុខតែដូច្នេះគាត់មិនបានធ្វើជាតួឯកទេបានធ្វើតែតួជាអាក្រក់អញ្ចឹងណាតួចាប់លោបតួអីចឹងទៅអេដមីនវិញក៏ចង់ធ្វើតួអញ្ចឹងដែរអត់ចង់ធ្វើតួឯកទេចង់ធ្វើអាតួចាប់លោបអញ្ចឹងតទៀតដល់ពេលទៅយើងត្រឡប់មកផ្ទះវិញក៏អត់សូវត្រូវជាមួយនឹងគ្រួសាររបស់គាត់ទេប្រពន្ធរបស់គាត់អីរបស់គាត់ហ្នឹងតែស្ដីឲ្យគាត់ថាគាត់មិនសូវបានលុយច្រើនចូលមកក្នុងផ្ទះមិនសូវខ្វាយខ្វល់ជាមួយនឹងប្រពន្ធជាមួយនឹងកូនស្រីទេហើយចំណែកកូនស្រីក៏មិនសូវខ្វល់ជាមួយនឹងគាត់ថែមទៀតក៏មានអារម្មណ៍ថាម្នាក់ឯងសោះក៏ក្រខ្លាំងមែនតើកាន់តែឆ្លោះកាន់តែឯងប្រពន្ធរបស់គាត់កាន់តែចង់លែជាមួយនឹងគាត់ក៏ចង់មានជីវិតដូចគ្រួសារគេផ្សេងមើលទៅក៏ក្តៅខ្លាំងមែនតើសោះឲ្យញ៉ាំញ៉ាំដាក់គ្នាគាត់ពិតជាខ្វះភាពកក់ក្តៅនៅចំណុចហ្នឹងខ្លាំងណាស់ហើយចំណែកម៉ាក់របស់គាត់វិញឥឡូវនេះគាត់មានគ្រួសារថ្មីថែមទៀតនៅពេលប៉ារបស់គាត់បានស្លាប់ទៅម៉ាក់របស់គាត់មានគ្រួសារថ្មីទៀតចឹងគាត់អត់ពេញចិត្តជាមួយនឹងប្តីថ្មីរបស់ម៉ាក់គាត់ទេគាត់តែឆ្លុះគ្នារហូតនិយាយទៅគ្រួសាររបស់គាត់ក្នុងចិត្តរបស់គាត់អីហ្នឹងមិនសូវសប្បាយចិត្តនោះទេដឹងស្រាប់ឃើញយើងមានទំនាស់នៅក្នុងគ្រួសារប្រកាសដូចជាមានអីមួយនៅក្នុងចិត្តណែនត្រង់ចឹងណាហើយនៅពេលដែលតួយើងពិបាកចិត្តស្មុគស្មាញនៅក្នុងចិត្តអីហ្នឹងក៏តែងតែអង្គុយហាងមិត្តភក្តិរបស់គាត់ដែលមានឈ្មោះថាយិនណាគ្នាយើងមិត្តភក្តិរបស់គាត់ហ្នឹងគឺជាម្ចាស់ហាងនៅកន្លែងហ្នឹងតែម្ដងគាត់និយាយទៅកាន់មិត្តភក្តិរបស់គាត់ថាគាត់នៅកាលពីសម័យនៅរៀនអាយុ18ឆ្នាំខ្លាំងណាស់គាត់ពិតជានៅខ្លាំងមែនតើពេលហ្នឹងគឺសប្បាយខ្លាំងណាស់ពួកយើងតែណាមកណាជាមួយនឹងគ្នាហើយពួកយើងគឺជាប្រុសសង្ហាននៅក្នុងសាលារៀនថែមទៀតនៅពេលហ្នឹងគេក៏បាននឹកឃើញមិត្តភក្តិរបស់គេមែនតែអាសង្ហានណាគឺយើងទៅព្រឹបតែម្ដងម៉ែសង្ហាមែនឥឡូវដល់សង្ហាមែនម៉ែមកក្បាលដូចត្រឡោកដូងចឹងនៅពេលហ្នឹងគេក៏សែតដូចគ្នានៅពេលលឺមិត្តភក្តិថានិយាយរឿងអាយុ18ឆ្នាំហ្នឹងគេចាប់ផ្ដើមសែតតែម្ដងដោយសារតែគេខាប់ពីអាយុ18 19ឆ្នាំហ្នឹងគេគឺជាប្រុសសង្ហាឡើងហត់ជាងគេហ្មងនៅក្នុងសាលារៀនគឺមានតែគេទេប៉ុន្តែឥឡូវនេះម៉ែឡើងកម៉ាប់ក្បាលតពេកថែមទៀតហើយបន្តពីនោះមកនៅថ្ងៃស្អែកតមកក៏មានលោកសង្ឃម្នាក់ក៏ដើរតាមផ្លូវចឹងណាគឺយើងនៅពេលហ្នឹងដែរក៏មានឡានមួយជិះមកពីរបស់គាត់តួយើងឃើញចឹងក៏បានហត់ទៅជួយយកតែម្ដងដល់ពេលជួយលោកសង្ឃហ្នឹងបានហើយលោកសង្ឃឃើញថាតួយើងក៏អត់គិតពីជីវិតខ្លួនឯងជួយអ្នកដទៃចឹងគាត់ក៏បានបកគលឲ្យយន់របស់គាត់មកស្លឹកតែម្ដងយន់ហ្នឹងគឺជាយន់នាំសំណាងចឹងឯងចង់ធ្វើអីក៏បានដែរក៏ប្រាប់ទៅកាន់តួយើងចឹងណាតួយើងលើកចង្ហាឲ្យមានយកមួយហ្នឹងទេក៏បានទិញទាំង5តែម្ដងពេលហ្នឹងដែរលោកសង្ឃម្នាក់ហ្នឹងក៏អត់ព្រមទេប៉ុន្តែតួយើងបានកញ្ឆក់យកពីដៃជំរាបលាបាយរត់ប្រត់យកទៅតែម្ដងហើយបន្តមកគាត់ក៏បានធ្វើការធ្វើអីគាត់ដូចធម្មតាណាគឺយើងគឺតួចិត្តអាក្រក់នៅក្នុងសាច់រឿងហើយក៏ជាតួកាន់ភ្លើងហ្វាកាន់ប្រដាប់សូបសម្លេងហ្នឹងឲ្យគេថែមទៀតគាត់ថ្ងៃក៏ចង់ដែរធ្វើជាតួឯកខ្លាំងមែនទេប៉ុន្តែអ្នកដឹកនាំរឿងបាននិយាយថាឯងមិនអាចធ្វើជាតួឯកបានទេដោយសារតែមុខឯងមិនសូវស្អាតហើយនៅពេលឯងមានស្នាមនៅខាងមុខយ៉ាងធំតែដូច្នេះមិនអាចធ្វើតួឯកបាននោះទេហើយនៅពេលដែលតួយើងសម្ដែងហ្នឹងក៏សម្ដែងធ្វើតួចិត្តអាក្រក់ណាគឺយើងក៏បានលំបៀលចុះមកធាក់ពីលើភ្នំចុំយ៉ានៅពេលហ្នឹងដែរក៏ឆ្ងល់ខ្លាំងមែនទេហេតុអីបានជាក្រុមការងារមិនតន់ទេគាត់ឡើងលើចឹងនៅពេលហ្នឹងដែរមានណាខ្សែកាប់នឹងវាដាច់ប៉ិតធ្វើឲ្យតួយើងធ្លាក់ទៅក្រោមតែម្ដងនៅពេលគាត់ធ្លាក់ទៅក្រោមក៏បាននឹកឃើញរឿងរ៉ាវកាលពីគាត់នៅក្មេងៗអាយុ18ឆ្នាំហ្នឹងម្ដងទៀតហើយគាត់នឹកឃើញបរិយាកាសនៅពេលហ្នឹងគឺសែនសប្បាយចិត្តខ្លាំងតែនៅពេលហ្នឹងដែរអាយុហ្នឹងដំណើរការធ្វើឲ្យតួយើងត្រឡប់ទៅអាយុ18ឆ្នាំម្ដងទៀតតែម្ដងក៏ភ្ញាក់មកពុកក៏ភ្ញាក់ខ្លួនខ្លាំងមែនតែចុំយ៉ាក់មើលរាងកាយខ្លួនឯងនៅក្នុងរាងកាយអាយុ18ឆ្នាំតើគាត់ឃើញចឹងហើយពិតជាសប្បាយចិត្ត
ចិត្តខំតែមើលដៃមើលជើងខ្លួនឯងហើយក៏បានរត់បញ្ញាទៅផ្ទះតែម្ដងដើម្បីទៅមើលរឿងរ៉ាវចាស់ៗរបស់គាត់កាលពីមុនជាពិសេសជាងគេគឺជួបជាមួយនឹងម៉ាក់របស់គាត់តែម្ដងទៅដល់ជួបម៉ាក់របស់គាត់ក៏បានអោបក្រឹបយកតែម្ដងទៅពេលហ្នឹងដែរម៉ាក់របស់គាត់អត់ទាន់មានប្តីថ្មីនោះទេគាត់ដឹងថាអនាគតគាត់អាយុ40ឆ្នាំគាត់ឆ្លោះគ្នាខ្លាំងមែនតើជាមួយនឹងម៉ាក់របស់គាត់ដូច្នេះហើយដងនេះគាត់អោបម៉ាក់របស់គាត់ដែលជា version ចាស់យ៉ាងកក់ក្ដៅខ្លាំងតែបន្តពេលមកគាត់ក៏បានទៅគេក្នុងបន្ទប់របស់គាត់អាកាលពីមុនហ្នឹងគេក៏មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើហើយធ្វើលំហាត់ធ្វើអីហ្នឹងយ៉ាងស្ទាត់ជំនាញខ្លាំងតែដោយសារតែគាត់ខួរក្បាលរបស់គាត់គឺអាយុ40ហើយហ្នឹងមកធ្វើលំហាត់ធម្មតាក្មេងៗអញ្ចឹងគឺគាត់ខ្លាំងជាងគេក្នុងសាលារៀនតែម្ដងហើយកន្លែងហ្នឹងឯងមានសម្បើកមុខកញ្ចក់ទេបើសិនជាឯងមានអាយុដល់40 50មែនណាគ្នាយើងហើយត្រឡប់មកអាយុ18ឆ្នាំម្ដងទៀតក៏ធ្វើអារម្មណ៍ហាត់ហ្នឹងអត់ចេញណាផ្លេចហើយផ្លេចមិនសុំឲ្យងុំរៀនវាអត់ប្រកាយទេអញ្ចឹងបានអីចាំមើលសាមងដល់ពេលទៅយើងមកដល់សាលារៀនក៏បានទៅជួបមិត្តភក្តិរបស់គាត់មុនគេតែម្ដងគឺអបិយិនណាគ្នាយើងគឺអបិយិនណាកាលពីនៅរៀនក៏សង្ហាមមកជុំដែរមិនអត់ជាងគេប្រហែលទេហើយស្មោះត្រង់ជាមួយតួយើងថែមទៀតនៅពេលហ្នឹងដែរសង្ហាក៏បានមកអូសង្ហាមែនណាកាលពីនៅរៀនគឺសង្ហាមែនប៉ុន្តែមិននឹកស្មានថាមកពេលធំឡើងពេលចាស់ឡើងអាយុ40ក្បាលពោះកប៉ោងហើយក្បាលតពេកថែមទៀតសាមងមនុស្សយើងពេលខ្លះសង្ហានៅពេលបច្ចុប្បន្នប៉ុន្តែអនាគតយើងមើលអត់ឃើញទេអ្នកខ្លះដើរសង្ហាជាងយើងអីហ្នឹងយើងមិនប្រកាសថា40ឆ្នាំ50ឆ្នាំទៅខាងមុខគេសង្ហាទៀតទេមែនទេប៉ះណាដោយអានៅក្នុងរឿងម៉ែក្បាលតពេកកប៉ោងអីហ្នឹងម៉ែគ្មានស្បែកអីម៉ាញ់ទេអាណប់បន្តពីនោះមកតួយើងក៏បាននិយាយលេងជាមួយមិត្តភក្តិរបស់គាត់បានជួបបរិយជួបអីចឹងតួយើងក៏បានប្រាប់ថាយើងនៅក្មេងយើងកុំជួបបរិយអីដោយសារតួយើងខុសក្បាលរបស់គាត់ការគិតរបស់គាត់គឺអាយុ40ឆ្នាំចឹងដូច្នេះប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់ថាកុំជួបបរិយអីយកបរិយពីមិត្តភក្តិមកស្អាតតែពេលហ្នឹងដែរមានណាមិត្តភក្តិរបស់គាត់ដើរចេញទៅលោកគ្រូដើរមកល្មមម៉ាញ់យ៉ាងលកជាតែម្ដងឯងក្មេងអាយុ18ឆ្នាំសោះឯងជួបបរិយអីគេវាមិនល្អនោះទេតួយើងនៅពេលដែលឃើញគ្រូរបស់គាត់ក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយក៏ដឹងថាគ្រូរបស់គាត់កាលពីគាត់អាយុ40ឆ្នាំគ្រូរបស់គាត់ស្លាប់ដោយសារមហារីកដោយសារតែគាត់ជួបបរិយចឹងណាក៏បានប្រាប់ទៅកាន់គ្រូរបស់គាត់ថាលោកគ្រូដឹងទេ40ឆ្នាំទៅខាងមុខឬក៏20ឆ្នាំទៅខាងមុខលោកគ្រូប្រកាសជាស្លាប់ដោយសារមហារីកដូច្នេះលោកគ្រូកុំជួបបរិយអីណាគាត់ប្រាប់ការពិតប៉ុន្តែនិយាយចឹងគ្រូរបស់គាត់អាណោបាយចង់ដាក់ទំនាយគាត់ក៏បានដាក់ទោសយើងឲ្យដើរអង្កែបមកសាលារៀនតែម្ដងនៅពេលដែលគាត់មកដល់សាលារៀនក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងទៅដោយសារតែបានឃើញទស្សនវិជ្ជាសាលារៀនមិត្តភក្តិនៅក្នុងថ្នាក់ក៏ពិតជារំភើបខ្លាំងណាស់នៅពេលហ្នឹងដែរក៏មានសិស្សសាលាម្នាក់ដាក់បុកគាត់ប៉ាំងប៉ុន្តែគាត់មិនធ្វើអីនោះទេអាមួយហ្នឹងពិតជាភ័យខ្លាំងតែគាត់ថាទោសយើងដាក់មកកញ្ញោណាដោយសារទោសយើងគឺមើលខ្លាំងតែចំនួនហ្នឹងប៉ុន្តែទោសយើងអត់ធ្វើទេបាននិយាយថាដើរស្រួលបួលណាបាទដើរស្រួលបួលថ្ងៃក្រោយដើរប្រយ័ត្នតិចកុំឲ្យដើរប៉ះគេប៉ះឯងចឹងណាឆាត់ទៅមិត្តភក្តិរបស់គាត់ពី3នាក់ទៅឆ្ងល់ខ្លាំងតែចំហ្នឹងវាកាស្អីវាហ្នឹងវាកាស្អីវានៅពេលដែលគ្រូបង្រៀនទោសយើងអង្គុយញ៉ាំតែម្ដងគាត់ថាគាត់អាយុ40ឆ្នាំហើយមេរៀនប៉ុណ្ណេះកាគេសម្រាប់គាត់ចឹងអង្គុយញ៉ាំម្នាក់ឯងនិយាយម្នាក់ឯងនឹងចង់ផ្លាស់ប្ដូរអនាគតមិនឲ្យអនាគតរបស់គាត់ដូចជាកាលពីមុននោះទេដូច្នេះគាត់ចង់ផ្លាស់ប្ដូរអនាគតរបស់គាត់ចឹងគាត់និយាយបដាញ៉ាំម្នាក់ឯងគ្រូក៏បានគប់ប៉ាំងមកដៃសអីហ្នឹងចាំគាត់ឡើងចាប់ខាងក្រោយតែម្ដងទោះយើងក៏បានធ្វើឡើងមកនិយាយថាឲ្យមិត្តភក្តិរបស់គាត់នឹងខំប្រឹងរៀនទៅឯងដឹងទេអាយិនឯងចង់ខ្លាចជាស្អីតាមក្តីសម័យរបស់ឯងដែលឯងគិតប៉ុន្តែអត់ទេឯងគឺជាមេចុងភៅនៅក្នុងហាមួយអាយិនដូចចឹងហើយហាមិនចឹងឯងគឺជាគ្រូទីមែនទេយើងមិនជឿឯងនោះទេទោះយើងចង់ឲ្យមិត្តភក្តិរបស់គាត់ខំប្រឹងរៀនមិនចង់ឲ្យបើខាងលោកបាយលោកអីចឹងប្រឡាក់ដៃប្រឡាក់ជើងអីចឹងណាបន្តពីនោះមកទោះយើងក៏បានឡើងមកលើតបអគាជាមួយអាសង្ហាជាមួយអាយិនហ្នឹងហើយទោះយើងប្រាប់ទៅកាន់អាសង្ហាថាឯងដឹងទេឥឡូវនេះឯងសង្ហាឯងដាច់គេតែម្ដងក្នុងស្លាយហ្នឹងសំបីតែយើងក៏ស្អាតមកដល់ឯងដែរប៉ុន្តែឯងដឹងទេថ្ងៃអនាគតឯងក្បាលពោះកប៉ោងក្បាលតពេកប្រពន្ធឯងបងឯងចោលថែមទៅនៅពេលហ្នឹងដែរមិត្តភក្តិរបស់គាត់ក៏បានសួរតែម្ដងឯងគឺជាគ្រូទេមែនទេនៅពេលហ្នឹងដែរទោះយើងក៏បានសើចអានេះសួរដូចដឹងវ៉ៃនៅពេលហ្នឹងដែរក៏មានអាវ៉ាន់តាមអ្នកដើរមកកន្លែងហ្នឹងអាវ៉ាន់តាមគឺជាអ្នកទិញទឹកទិញនំឲ្យក្រុមតួយើងចឹងតួយើងឃើញហើយចុះមកមួយហ្នឹងតាក៏ចាំបានថាអាវ៉ាន់តាថ្ងៃអនាគតគឺជាមេធាវីម្នាក់ដល់ល្បីចឹងដូច្នេះហើយក៏បានធ្វើនិយាយថាចាំថ្ងៃតទៅយើងធ្វើជាមិត្តភក្តិនឹងគ្នាសម្លាញ់លើបជាមួយនឹងគ្នាចឹងណាមិនបាច់មកទិញទឹកទិញនំឲ្យពួកយើងទៀតទេយើងគឺជាមិត្តភក្តិជាមួយនឹងគ្នាល្អជាងលឿននៅភឿនលើបនិយាយតែគាត់ឆ្លាតខ្លាំងមែនតើគាត់តាក់តងឲ្យមានតំណែងគ្នាតាំងពីពេលហ្នឹងទៅហើយបន្តពីនោះមកគាត់ដែរជាមួយមិត្តភក្តិរបស់គាត់អ្វីដែលគាត់ចង់ផ្លាស់ប្ដូរខ្លាំងជាងគេបំផុតគឺគាត់អត់ចង់ជួយជាមួយប្រពន្ធរបស់គាត់ថ្ងៃអនាគតនោះទេគាត់ចង់ឲ្យប្រពន្ធរបស់គាត់ជួបមនុស្សដូចគាត់ថ្ងៃអនាគតអញ្ចឹងដោយសារថ្ងៃអនាគតពួកគេមិនសូវជាមានភាពរីករាយនៅក្នុងជីវិតនោះទេហើយប្រពន្ធរបស់គាត់កាលពីអាយុ17 18ឆ្នាំគឺស្អាតខ្លាំងមែនតើណាគឺយើងឃើញអត់មកដើមមកឡើងខ្វងតែម្ដងតួយើងក៏ប្រឹងកិច្ចខ្លួនមិនឲ្យនេះចោលអារម្មណ៍គាត់នៅតែហើយនេះមានឈ្មោះថាជីស៊ូណាគឺយើងគឺស្អាតខ្លាំងមែនតើដូចជីស៊ូនៅក្នុងក្រុម Blackpink អញ្ចឹងគឺថាមកតែម្ដង admin fan ជីស៊ូគ្នាយើងបន្តពីនោះមកតួយើងជួយមកភ័ក្ររបស់គាត់ក៏បានចូលទៅក្នុងបន្ទប់រៀនដូចធម្មតាប៉ុន្តែដល់ពេលដែរពួកសិស្សឆ្នាំទី3ដែលជាសិស្សច្បងអញ្ចឹងណាសុំតួយើងមានរឿងដើម្បីវាយគ្នាតែម្ដងគឺចង់ខ្លាចជា top 1ក្នុងសាលារៀនអញ្ចឹងបើសិនជាផ្ដួលតួយើងបានហើយប្រកាសជាខ្លាចជា top 1ក្នុងសាលារៀននៅពេលហ្នឹងដែរតួយើងគាត់ចាំបានថាបើសិនជាគាត់មានរឿងនៅពេលហ្នឹងគាត់ប្រកាសជាមានស្នាមមុខរបស់គាត់ថ្ងៃអនាគតគាត់ចាំបានអញ្ចឹងដូច្នេះគាត់ចង់ឲ្យមានស្នាមមុខរបស់គាត់ចុះដល់អនាគតទៅតួយើងក៏បាយថាបាយវាយគ្នាទេហើយបាយវាយគ្នាទេដល់ពេលហ្នឹងមិត្តភក្តិរបស់គាត់ក៏បានចូលមកដល់ធាក់ពួកដែរម្នាក់មកជើងប៉ាំងយកតែម្ដងគាត់ចង់មានរឿងទេប៉ុន្តែមិត្តភក្តិរបស់គាត់ជួយអញ្ចឹងណាជួយឲ្យឆាប់មានរឿងអសច្បងឆ្នាំទី3ក៏បាននិយាយថាគេចង់វាយគ្នាមួយស្មើជាមួយតួយើងអត់ចង់វាយគ្នាជាមួយណាគេទេតួយើងក៏បានថាបាយវាយគ្នាទេហើយវាយចឹងអត់សុបាយទេ
យើងកុំវាយគ្នានៅកន្លែងហ្នឹងឯងមួយនឹងរវាយពុបតួយើងក៏បានបោកថាមកគ្រូមកមានណាអាហ្នឹងងាកទៅប្រុចគ្មានតែក្រុមតួយើងរត់ចាញ់អស់លេងតែម្ដងមកដាក់មេប្រុចអស់លេងហ្មងនៅពេលល្ងាចឡើងគាត់ក៏បានអង្គុយញ៉ាំបាយជាមួយគ្រូសាបោកគាត់ចឹងឃើញថាប៉ាបោកគាត់ញ៉ាំស្រាច្រើនខ្លាំងមែនតែដូច្នេះក៏ប្រាប់ទៅកាន់ប៉ាបោកគាត់ថាអត់ចង់ឲ្យប៉ាបោកគាត់ញ៉ាំស្រាច្រើនតែដោយសារតែប៉ាបោកគាត់ថ្ងៃអនាគតប្រកាសជាស្រាបុនម៉ាក់ហើយដូច្នេះអត់ចង់ឲ្យប៉ាញ៉ាំស្រាច្រើននោះទេហើយគេប្រាប់ទៅកាន់គ្រូសាបោកគេតទៀតថាគេអាយុ40គេមកពីអាយុ40ចឹងគេដឹងរឿងមុនដូច្នេះចង់ឲ្យប៉ាស្ដាប់ផងនៅពេលដែរម៉ាក់บอกគេបានតែមកភ្លៀងប៉ាំងតែក៏និយាយថាហេតុអីបានចេញនិយាយរឿងអពមង្គលអញ្ចឹងនិយាយថាងាយមានណាគេជឿតែដឹងមុនដឹងអីចឹងណាមកពីអាយុ40ឆ្នាំអញ្ចឹងគេមិនជឿនោះទេហើយថ្ងៃស្អែកតើមកតួយើងនៅតែឆ្លាតនៅតែអង្គុយនិយាយជាមួយណាមួយវ៉ែនតាននឹងអែបអបគេចឹងណាសង្ឃឹមថាថ្ងៃអនាគតអាចពឹងពាក់គេបានមកប្រាប់គាត់ពេលឆ្ងល់ខ្លាំងតែហេតុអីបានតួយើងផ្លាស់ប្ដូរច្រើនមែនអត់មានចិត្តស៊ូវ័យគ្នាជាមួយនឹងគេអត់ចង់វ័យគេសោះកាមុនបើកឆាកមុនរហូតហេតុអីឥឡូវនេះធ្វើខ្សោយទៅនៅជាមួយអាវ៉ែនតាវ៉ាវ៉ែនតាធ្វើជាមិត្តភក្តិតាមទៀតគេពិតជាមិនយល់នោះទេតួយើងតែប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់ថាឯងខំប្រឹងរៀនទៅបើសិនជាឯងដឹងអនាគតរបស់ឯងឯងប្រកាសជាស្រីគាត់អាចជាមិនខានទេអាណប់ខំប្រឹងរៀនទៅក្នុងពេលហ្នឹងដែរអូនជីស៊ូក៏បានមកអង្គុយក្បែរតួយើងតែម្ដងមកនិយាយលេងជាមួយតួយើងព្រឹកចាប់អើខ្លាំងមែនតែនចំអត់ចង់ជួបផងមករកតែម្ដងហើយដោយសារតែកាលពីមុនតួយើងធ្លាប់សារភាពស្នេហ៍ជាមួយនឹងអូនជីស៊ូចឹងដូច្នេះឥឡូវអូនជីស៊ូគិតសម្រេចចិត្តហើយថានឹងតាក់ទងជាមួយតួយើងប៉ុន្តែដងនេះតួយើងបានឆ្លើយបដិសេធតែមកថាអត់ទេគាត់មិនតាក់ទងជាមួយនឹងនាងទេធ្វើឲ្យនាងខឹងខ្លាំងមែនតែងើបទៅក្រេះតែម្ដងមកប្រាប់បោកគាត់អាសង្ហាក្បាយថាអាភឿនលើកនាងស្អាតសឹងអីមិនឯងបដិសេធអញ្ចឹងតួយើងក៏ដឹងច្បាស់ខ្លួនឯងថាបើសិនជាគាត់តាក់ទងជាមួយនឹងជីស៊ូទៅទៀតប្រកាសជាមានរឿងជាមួយអាមួយសិស្សច្បងឆ្នាំទី3ជាមិនខានតែអាមួយរហស្សនាមថាអាយ៉ាហ្នឹងគឺជារហស្សនាមរបស់វាហ្នឹងហើយគាត់ចង់ឲ្យជីស៊ូតាក់ទងជាមួយនឹងគាត់ផងគាត់ចង់ឲ្យអនាគតជីស៊ូជួបមនុស្សល្អជាងគាត់អ្នកមានជាងគាត់ប្រើជីវិតឲ្យសប្បាយល្អចឹងកុំឲ្យជួបមនុស្សដូចគាត់ថ្ងៃអនាគតមិនប្រកាសថាល្អជាងមុននោះទេហើយបន្តពីហ្នឹងមកអាវ៉ែនតាគេទៅតែមានសង្សារគេបានយកមកសោតួយើងតែម្ដងគេថាសង្សាររបស់គេស្អាតអីអញ្ចឹងណាពាក់វ៉ែនតាខ្ជិះខ្ជួលថែមទៅនៅពេលហ្នឹងដែរសង្សារអាវ៉ែនតាក៏បានបើកឡានមកជ្រុលបន្តិចបើលងស្នេហ៍ជាមួយតួយើងតែដល់ប៉ុន្តែតួយើងក៏អត់ដឹងខ្លួនទេណាអត់ដឹងថានាងចាប់ចិត្តលើគាត់ទេមករយៈក្រោយមកមានអ្នកម្នាក់ស្រីហ្នឹងក៏បានតតអាវ៉ែនតាចោលចង់តាក់ទងជាមួយតួយើងតែម្ដងនៅពេលហ្នឹងដែរបើសិនជាតួយើងតាក់ទងជាមួយម្នាក់ស្រីហ្នឹងអាចនឹងផ្លាស់ប្ដូរអនាគតរបស់គាត់មែនទេអត់បានតាក់ទងជាមួយនឹងជីស៊ូមែនទេប៉ុន្តែមានណាគាត់បានលើដំណឹងថាពួកឯងមកហ្វេនក្នុងស្លាយនេះចង់តាក់ទងជាមួយនឹងជីស៊ូចង់បបួលជីស៊ូទៅក្រៅហើយពួកវារៀបចំផែនការដើម្បីផាមជីស៊ូថែមទៀតម្នាក់ម្ដងថែមទៀតឈរនិយាយនៅកន្លែងហ្នឹងតួយើងធ្លាប់បានគ្មានទេចូលទៅដល់ដាក់ក្បាលពួកឯងអស់ហ្នឹងតែម្ដងដាក់ភូហើយចេញមកក្រៅពួកវាធ្វើរត់មកកាន់កងក្បិតមួយមកអូឯងចង់ម៉ែចង់សម្លាប់យើងហ៎ហើយឆាប់ចូលមកយើងនឹងចាស់ហើយស្រាប់តែម្ដងតួយើងអត់មាននិយាយច្រើនតែឲ្យវាចូលមកហ្មងម៉ែមានណាតែមកក្បែរពួកឯងពីរនាក់ដេកនៅកន្លែងហ្នឹងតែម្ដងហើយគាត់ក៏បានស្ដាយឲ្យទៅកាន់ជីស៊ូថាថ្ងៃក្រោយបើចង់តាក់ទងជាមួយណាគេត្រូវតែមើលផងពួកវាចង់រៀបចំផែនការដើម្បីធ្វើអីនាងតែនាងដឹងទេហើយបន្ទាប់ពីហ្នឹងមកគាត់ក៏បានដាក់ចាក់ចេញពីកន្លែងហ្នឹងហើយពួកឯងហ្នឹងពិតជាខឹងជាមួយតួយើងខ្លាំងមែនតើគាត់មកញ៉ាំអីជាមួយមិត្តភក្តិរបស់គាត់លើតបអគៀនព្រោះជីវិតអាយុ18ឆ្នាំរបស់គាត់យ៉ាងរីករាយខ្លាំងណាស់បន្ទាប់ពីហ្នឹងមកពេលវេលារៀងយូរដែរហើយគាត់គិតថាគាត់ផ្លាស់ប្ដូរអនាគតបានច្រើនខ្លាំងមែនតើហើយអាវ៉ែនតាក៏ចាប់ផ្ដើមញ៉ាអូនជីស៊ូថែមទៀតគេបានណាត់អូនជីស៊ូទៅដេតអីជាមួយនឹងគ្នាចឹងអូនជីស៊ូក៏ព្រមទៅជាមួយទៀតនិយាយទៅអូនជីស៊ូនឹងចិត្តរីមេដែរប៉ុន្តែយើងពិបាកបន្ទោសខាងស្រីដែរដោយសារតែគេត្រូវការជំរើសដែរអញ្ចឹងណាហើយតួយើងក៏ដឹងពីរឿងហ្នឹងដែរដោយសារតែអាវ៉ែនតាប្រាប់គាត់អញ្ចឹងណានៅពេលល្ងាចឡើងអូនជីស៊ូចេញមកហៀរនឹងចាអាវ៉ែនតាទៅដេតជាមួយនឹងគ្នាប៉ុន្តែនៅពេលហ្នឹងដែរក៏មានអ្នកលេងតាមអូនពីក្រោយតែម្ដងគឺជាពួកឯងអ្នកលេងក្នុងសាលារៀនដេញចាប់អូនមកហើយចំណាអាវ៉ែនតាក៏បានហៅតួយើងមកដូចគ្នាគេបានហៅតួយើងមកមើលចឹងនៅពេលហ្នឹងដែរឃើញថាអូនជីស៊ូត្រូវបានគេដេញចាប់ចឹងគេក៏បានដេញតាមហើយចំណាតួយើងក៏បានហៅគ្នារបស់គាត់ដេញតាមតែម្ដងពួកឯងអ្នកលេងហ្នឹងចាប់អូនជីស៊ូទៅកន្លែងព្រៃតែម្ដងចំយាយវាចង់ធ្វើអីគេហ្នឹងអាវ៉ែនតាទៅដល់ក៏បានសេះប្រាប់ទៅកាន់អូនជីស៊ូថាឲ្យរត់មករកគេមកគេកាន់ថ្មមួយគម្រាមទៅកាន់ពួកឯងអស់ហ្នឹងចឹងប៉ុន្តែពួកឯងអត់ណាគ្មានព្រឹងរំអីជាមួយទេធ្វើសម្បត្តិអាវ៉ែនតាប៉ុណ្ណេះគេដាក់តែម្នាក់មកកញ្ញក៏ស្លាប់ដែរស្រាប់តែពេលហ្នឹងដែរអាវ៉ែនតាលុបដុំថ្មមិនតាន់បានកុំផងពួកឯងមើលទៅដូចជារឿងភ័យមិនទេមកគ្នាដាក់ឲ្យប្រុចតែម្ដងដូចជាមានអីនៅខាងក្រោយចឹងនៅពេលហ្នឹងដែរអាវ៉ែនតាខ្លាចជា hero នៅក្នុងផ្នែករបស់អូនជីស៊ូតែម្ដងទៅបន្ទាប់ពីហ្នឹងមកតួយើងត្រឡប់មកផ្ទះវិញឃើញថាប៉ាបោកគាត់លួចមានស្រីមានអីចឹងក៏ពិតជាអាណិតទៅកាន់ម៉ាក់បោកគាត់ខ្លាំងមែនក៏មិនដឹងថាគាត់មកដងនេះគាត់មកអាយុ18ឆ្នាំគាត់បានសុខឬក៏កើតទុកនោះទេហើយសង្សារចាស់របស់អាវ៉ែនតាមកញ៉ាយគាត់ថែមទៀតមកសារភាពស្នេហ៍ជាមួយនឹងគាត់ថែមទៀតប៉ុន្តែគាត់អត់ទេគាត់មិនតាក់ទងជាមួយនឹងនេះទេហើយគាត់មករៀនមកអីមកលើតបអូខេជាមួយមិត្តភក្តិរបស់គាត់អីហ្នឹងហើយអាវ៉ែនតាឥឡូវហ្នឹងគឺបានតួយើងនៅពីក្រោយក្នុងគឺចាប់ដើមទៅតែម្ដងបញ្ជាសិស្សទុនខ្សោយអីផ្សេងហ្នឹងទិញនំទិញទឹកឲ្យគេថែមទៀតនិយាយទៅពិតជាលុយខ្លាំងមែនតើដូចជាគេកាលពីមុនអញ្ចឹងណាមិត្តភក្តិរបស់តួយើងក៏បាននិយាយថាហេតុអីបានជាឯងធ្វើអញ្ចឹងឯងទៅបញ្ជាគេអ្នកទុនខ្សោយទៅទិញទឹកទិញនំអីអញ្ចឹងហើយដឹងស្រាប់ហើយកាលពីមុនក៏ឯងអញ្ចឹងដែរអាវ៉ែនតាពេលហ្នឹងគឺចាប់ដើមលុយតែម្ដងគេនិយាយថាដោយសារតែគេឥឡូវនេះមិនចូលចិត្តអ្នកទុនខ្សោយទេមិត្តភក្តិតួយើងលុយចង្ហើយចង់ខឹងណាតួយើងក៏បានខត់តែឲ្យអូនជីស៊ូក៏បានមកកន្លែងហ្នឹងយកកដោឲ្យអាវ៉ែនតាតែគេអរគុណកាលពីយប់មុនជួយអូនអញ្ចឹងណាគេពិតជាអរគុណខ្លាំងមែនតើហើយតួយើងឃើញចង្ហើយមានអារម្មណ៍ថារៀងស្អប់ស្អាតនៅក្នុងខ្លួនមិនទេគេចង់ឲ្យអាវ៉ែនតាតាក់ទងជាមួយនឹងអូនជីស៊ូតែដឹងស្រាចិត្តស្រឡាញ់ដែរគេបានដេញឲ្យអាវ៉ែនតាចុះក្រោមតែម្ដងអូនជីស៊ូពេលហ្នឹងខឹងជាមួយតួយើងខ្លាំងមែនតើគិតថាតួយើងគឺជាមនុស្សដែលចង្អៀតចង្អល់អញ្ចឹងណាអូនក៏បានដើរចូលទៅបន្តពីហ្នឹងមកអាយ៉ិនក៏បានផែតការអូនជីស៊ូថាថ្ងៃហ្នឹងបើសិនជាអត់មានក្រុមគេទេអត់មានវត្តមានតួយើងទៅពីក្រោយទេប្រកាសជាជីស៊ូឯងជាមួយអាវ៉ែនតាខ្ចប់នៅក្នុងថ្ងៃហ្នឹងហើយគេប្រាប់នេះប្រាប់ឲ្យដឹងអញ្ចឹងមិនមែនដុំថ្មមួយពួកឯងនឹងខ្លាចរត់ទេដោយសារតែក្រុមតួយើងទៅពីក្រោយហ្នឹងឯងជីស៊ូពេលហ្នឹងលើចង្ហាគេ
ก็เห็นจากปลาลงจะได้ปันตาอ้นสำหรับจะได้คืออ้นแตะต้องจมูกหนาแวนตาอ้นช่องจับดำจมูกแวนตาวันโตยังกับแม่ร้องท่าด้วยเสียงออสอาฟมันช่างเอาจีซูแต่ต้องจมูกหนาก็จะต้องแสบว่าในยังอ่านในไซอะคือวิตามินทำนองในจังเราเป็นได้มันแพ้บอกก็อายังกับมันแตะจงปุ๊บสกอตตัวยังมั่งทั่วไอ้กวาดอยู่การย้อนตีมวยแต่เราเคยยังจำมาเราย้อนเป็นแผนสลักอ๋อไอ้แล้วในย้อนตีมวยสตาร์เพลโดยชนะตัวยังถือการเผยย้อนตีไปไอ้แมนท่ามาบ้านเรานั่นคือเมียอยู่การบอกเวียได้บอลต่อไปในมาตัวยังดังทัดจีซูจะจัดเชียงครามเส้นบัดสันเจกอดโยบอดปีสมัยบอกกอดมาอย่ามาเอาจีซูเชียงแล้วนี่ประกอบเชียงยังละใบเชียงมันคันเตปนใต้ปัญหาต้องท่าแล้วในอ้นจีซูเป็นเยอะจมูกนังกอดเตคือดาตาจมูกแวนตาเราโหดตายมาดองเนียงซบจมูกแวนตาแต่เราถั่วใบดงบอกกอดชื่อจับคลักมันเทจกจับมันดังทานใหญ่เหมือนโนเต้บอลต่อไปในมาข้อกับบอลแผลตะการมันแพ้บอกกอดตากอดมาเปียอยู่ซาซับชนามเจ้าปะใต้มันแพ้บอกกอดอัดเชื่อขึ้นนะแกเชื่อมันแน่เต้กอดกับบอลผ่านย้อนนั่งจังให้ย้อนนั่งเมื่อตั้งด้วยจิการจังงั้นนั่นคือยังกับบอลเผยย้อนตีเบ้นะใบมันแพ้บอกกอดเคยจะไปเอาไปเผยนังป้ากอดกับบอลแต่เราบังไกลดำดองจากไรบอกกอดมามุนตะโบงแกหอกให้ยังกับจะมาป้าหาดองนี่ก็ตั้งจัดท่าเหมือนเอาจีซูเติงนานโนเต้ก็ต้องโยนได้หมดใกล้ปลาหนาก็เหมือนกอดแต่เราตัดดอลปุ๊บช่วยเหมือนจีซูสลับเพศนายแต่การจีซูปุ๊บโจเพลียมแต่เราทั่วไอเนี้ยงะแม่ร้องทับแช่ปลาได้ซอกบอลเยอะชาวจังนะให้ไปต่อเป็นน้องมาข้อกับบอลเปลี่ยนเนียงเจียงไปบอลจำเรียงจมูกน้องเพลนทอสมัยแต่เราไปเลี้ยงจับดำสนักเนเตอร์ทั่วเอาอย่าปวดไอ้สัชบอลทันทีใบเหมือนเราเรื่องแต่เราไปยังได้หายะนั่งกับบอลมาโบตัวยังไวมวยสมาจังคือจองป้าจมูกตัวเยอะใครทันตัวเยอะกับบอลลูกได้ตัวบุ๊บเป็นใต้ลูกได้เน่มันไว้ชัวร์ยะได้สอยะทั่วจะมัดแพะจังเหมือนจับได้เพื่อทั่วจะมัดแพะเว้งก็จังเป็นปัญหาชัวร์ยะนั่นแต่ก็ซ่อมทั่วจะโกนจังกับบอลได้ใหญ่เตอร์ก็จังเราสายเรื่องนั่นกับบอลมีปัญหาแต่เราเป็นใต้เมียน่ายะนั่งเป็นโปรไม่เป็นกับบอลมัดตัวยังปังโยแต่เราตัวเป็นดังเมาจากตัวเยอะบอลเอาจะกงโยตัวว่าตัวมาเชิงแทนเตี้ยเราไปร้ายตัวเยอะจังไว้ชัวร์พวกนั้นแต่เหมือนสั้นจีไว้ตุบจีเหมือนคันเต้ไอ้ยันน่ะใหญ่ถ่ายช้ำไว้เยอะมากยังจังไอ้ไว้เยอะหมดไอ้ยังจังไอ้ไว้เยอะหมดได้ใหญ่เตอร์เอาไอ้ไว้แหวงงัวหมดหักเลยจังเอาตัวยอดผมไว้ที่ให้นั่นเขาถนัดนั่นคือดังแต่เราท่าตัวอย่างนั้นคือเจอครั้งสลายได้ดังจับปั่นตายแกมันต่อได้ชัวร์อย่างนั้นไปได้กับแม่ปอดไอ้กินนั่นแต่เราเรื่องจีซูเมียนะตัวอย่างเป็นนักคองแต่เราขอแถวมันมาจงปังต่อเป็นนักเมาเมียนแต่จังไอ้ไว้โอ้ก็อย่างนั้นมัดโยฮอตแทะโยแต่ร้องโจมใหญ่โดยเมียนบานอย่างฉันทำกับเอากอดข้างใส่กอดข้างกึ่งจังหากอบชีนโยจีซูจะมีหลายดังแต่เราไปได้แพนจังนั่นคือนั่นกับบานแทมาแต่เราไปใต้สำนักได้กอดโยจีซูหากหนังครูก็จะมีหลายดังตอนกับไอ้เมียนเตะทะเลกันมากเลยนั่งจอมหมกบอกกอดบาได้บรรทอไปน้ำมาบ่อยอย่างนั้นกับบ้านเราเรื่องตัวเยอะเราสลาเรียนจังนะท่าตัวเยอะนั่นคือไวโกนกอดไอ้จังเต้นไปนั่งได้สลาเรียนกับบ้านให้เอาพวกมาได้บ่ตัวเยอะมาสลาเรียนแต่เราไปได้กอดกับบ้านสมโตตะการพวกมาได้บ่อยอย่างนั่งให้สมโตตะการครูตัวยังเคยจังให้ประจันในตะการพวกมาได้บอกกอดคลามันเต้นได้เหมือนลุกมุกเลยซากอดจังนะบรรทายเรื่องนั้นยังดังแสบเกิดอย่างคือจีนเนี่ยเข้าแมนกอดคือจีนเนี่ยเข้าเต้เมียจีซูแต่ดังกอดกับบ้านมาชนใหญ่เลยชมนังจีซูลงจัดกอดอาวันตาเคยหัดการต่างอ้อนนั่งกับบ้านชมใหญ่ชวนตัวยังแต่มาดองซอฟตัวยังแต่มาดองหาวันตาบ้านแต่ต้นตะการหนักเต้นใหญ่เห็นพลายติดเจ็บประกอบจีเมียเรื่องจีมันคันแต่มันต้องเป็นนังมาวันตาก็ทางบ้านปอดได้มาเฟ้นเข้าสลาเล่นไวตาหลบเบียดธรรมดาแต่เราซาดาเมนตัวยังในไปขอยขนองจักโดยชนในห้าวถ้าเกิดได้หลังตัวแต่เรามันต้องเป็นนังมาเคยกับบ้านเตยร้อตัวยังแต่เราท่าจีซูถึงบ้านปอดได้มาเฟ้จับโคลนเตยจังนะตัวยังลืมจังห้าวจำกาเตี้ยกับบ้านเตยร้อปอดได้ยังแต่เราเคยท่าปอดได้ลองหมอกกรมจำต้นกับไปคูตัวยังแต่น้องตัวยังกับบ้านยัยท่าชับดอลแลนจีซูมอตาหนาเตยจีซูกับหมอยังไว้ปอดไอ้ต้นกับหมอท่าจ่าไว้เขมงก่อนอย่ายังเถอะเลยซาแต่ก็อายุไซส์บอกเขายังเป็นใต้ปอดได้นั่งอัดผมแต่กับบ้านจัดการสมุนตัวยังจำกาเตี้ยจัดการสมุนปอดได้เอานั่งแต่เราผมเปิลเนี่ยเขายังโจต้มดับพังมันแต่บ้องก็เห็นมือได้เห็นคลั่งได้จังนะปัจจัยเตอร์เนี่ยก็เฉินกำลังเฉินนะยังมันเนี่ยไอ้บ่าวตบตัวเราเคยยังเถอะบ้านปอดได้จอหลังตัวไทยมาดองหางเงินประกันชีสวิกเป็นนักจัดตัวนักขึ้นสลายเดินสอบเป็นนักจัดตัวนะหางเงินแต่การตัวยังบ้างปอดได้กับบ้านใหญ่แต่เราแกบ้านจับชีซูมอเตเมนเนี่ยจั่วเอาแค่มาจัดการตัวยังนางไอ้หายไม่นักแค่จั่วที่คือจ่าวันตาเนี่ยคือจะพานักการบอกเวทดำไปกลมจ้าตัวยังชาวแต่เราไปเข้าชมตัวยังโยนชีซูตาเหรอโดยชนะเดียวจำพานักการจัดการตัวยังบอกมีสมบัติจัดคลั่งมันเต้นแทะตัวยังพองจอนตัวยังพองโอเคอสบายเลยแกนะปอดไอ้แกกับบ้านแพ้เอาวันตามาเจอแต่เราให้ก็แค่ในยัยท่าตัวแกคือจัดการตัวยังแกสออฟได้คือข้างได้จังนะเดี๋ยวซาตะกลอกมากแกได้ชนะตัวยังเต้โหจัดการจมูกตัวยังท้ายปนตามันแพะหนาตัวยังมันมากหลายนังแต่เรายันจมูกหนาสังหาวมาดอกหลายนังปอดได้ขวาเคยให้เลยตักหมดเอื้อมองแล้วขณะเอื้อไผ่ขนาดยังปีนี้ผู้มันกับบ้านโจจัดการจมูกปอดได้คิดได้แผลตะการตัวยังท้าเอาเตยปลองจมเลี้ยงจมูกหนังจีซูเต้หลายตัวพวกแกคือชนะจัดการตัวยังชัดเต้นี่คือเจ้าหน้าคนบอกจีซูช่างตัวยังเลยจังให้กับบ้านไอ้ปุ๊มาในจัดการจมูกปอดได้เอานังแต่ผูกก็ดังทำมาแผลบอกก็ไอ้ตัวจมูกปอดได้เอานังบ้านช่างก็กับบ้านรถเต้กับหลายชาการวิธีแต่เราในตะก้อเคยตัวยังให้ไปจิตได้คำแต่สายจีซูจำย้วยนะให้ตัวยังก็ถ้ากับไอ้แกปลาเดือดตะการบางครับปันตาวันตาแบบผลจอบทำน้องที่วิกบ้านมาโรเรื่อง
រឿងដល់កន្លែងនឹងថែមទៀតវាបានយកក្បត់មកឲ្យមកដើម្បីគម្រាមទៅកាន់តួយើងចឹងវាចង់បានជីស៊ូធ្វើជាសង្សាររបស់វាមានណាតួយើងបានមកដៃប៉ាំងឲ្យគាត់និយាយថាហេតុអីបានចាឯងធ្វើចរិតអញ្ចឹងបើសិនចាឯងធ្វើចរិតអញ្ចឹងឯងគ្មានអនាគតអីទៅពេលដែរអ្វីថាក៏បានរត់ចូលមកមានណាចាក់តួយើងមកកបត់ពុបចំយ៉ាអីគាត់ក៏បានចិត្តដេកខ្យល់នៅកន្លែងហ្នឹងតែម្ដងអូនជីស៊ូពិតជាយំខ្លាំងមែនតើតួយើងក៏បាននឹកឃើញយន់របស់គាត់ក៏បានយកយន់នឹងមកដើម្បីត្រឡប់ទៅកាន់ពេលវេលាដែលគាត់សប្បាយចិត្តកាលពីនៅក្មេងៗចឹងនិយាយទៅពេលបានជាការសម័យមួយដែលប្រើយន់ហ្នឹងអញ្ចឹងគាត់ចង់ទៅកន្លែងណាដែលគាត់សប្បាយចិត្តគឺទៅបានអញ្ចឹងបន្ទាប់ពីនោះមកគាត់ក៏បានប្រើយន់ទី5គាត់សុំត្រឡប់មកកាន់ពេលវេលាបច្ចុប្បន្នរបស់គាត់វិញពេលវេលាដែលគាត់អាយុ40នៅពេលហ្នឹងគាត់ក៏បានត្រឡប់មកវិញតែម្ដងត្រឡប់មកវិញជាមួយនឹងពេលវេលារបស់គាត់នៅជាមួយមិត្តភ័ក្តិរបស់គាត់យ៉ាងសប្បាយរីករាយនៅក្នុងហាងតែម្ដងហើយសាច់រឿងហ្នឹងចង់ប្រាប់ឲ្យយើងដឹងថាយើងអត់អាចត្រឡប់ពេលវេលាទៅខាងក្រោយទៅកែប្រែទៅការរបស់យើងបានទេប៉ុន្តែយើងត្រូវតែដើរទៅមុខជាមួយអនាគតរបស់យើងដែលយើងខំប្រឹងដើម្បីថ្ងៃមុខភ្លឺស្វាងជួបជាមួយមនុស្សល្អនិងការងារល្អទៅមុខទៀតถ้าយល់ជាមួយនឹងសាច់រឿងហ្នឹងណាឃើញសាច់រឿងហ្នឹងរៀងញ៉ៃតិចប៉ុន្តែដូចជាអប់រំចិត្តមនុស្សយើងឲ្យយើងព្យាយាមដើរទៅមកកុំគិតក៏ដូចជាឈប់ខ្វល់រឿងអតីតកាលរបស់យើងដែលយើងធ្លាប់ធ្វើខុសធ្វើអាក្រក់អីហ្នឹងយើងបំភ្លេចវាចោលទៅយើងធ្វើជាមនុស្សល្អស្អាតជាថ្មីធ្វើរឿងដែលត្រឹមត្រូវស្អាតជាថ្មីទៅដូចតួឯងនៅក្នុងរឿងហ្នឹងអញ្ចឹងក៏បានមកសុំទោសប្រពន្ធគាត់សុំទោសកូនរបស់គាត់ចាំតែថ្ងៃតទៅក៏ផ្ដល់ពេលវេលាប្រពន្ធរបស់គាត់ខំប្រឹងរកលុយឲ្យបានច្រើនដើម្បីឲ្យប្រពន្ធរបស់គាត់ក៏ដូចជាកូនរបស់គាត់ឬក៏គ្រួសាររបស់គាត់ហ្នឹងឲ្យសប្បាយរីករាយជាងមុនវិញប្រពន្ធរបស់គាត់ក៏បានឆ្លើយថាអូខេហើយសាច់រឿងនេះក៏ត្រូវបានកាត់ចប់តែត្រឹមនេះណាគ្នាយើងមិនដែលគ្នាយើងល្អមើលបើសិនជាល្អមើលកុំភ្លេចចុច like subscribe ឲ្យមានវីដេអូម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀតហើយបើសិនជាចង់ support admin វិញកុំភ្លេចជួយទិញទឹកអប់ admin ម្នាក់ម្ដងផងណាគ្នាយើងដោយសារតែទឹកអប់នេះគឺល្អនាំចូលពីបារាំងសុទ្ធតែម្ដង admin ធានាហ្មងហ្នឹងហើយមានតែប៉ុណ្្នឹងទេជូនបងអ្នកទាំងអស់គ្នាជួបតែថានឹងសំណាងល្អនឹងរស់ទទួលទេមេមកខ្ញុំបាទប៊ីអត់សង្ខេបរឿងសូមជម្រាបលាបាយបាយ